តាក់ទងជាមួយនឹងទស្សនវិជ្ជាជុំវិញនៃការរួបរวมហើយនឹងខ្ញុំអត់ចង់ឲ្យមានការរងចាំអីតទៅទៀតទេប៉ុន្តែបងប្អូនមានមតិយ៉ាងណាបើសិនជាខ្ញុំថាយើងអត់ត្រូវរងចាំទេហើយខ្ញុំមិនចង់ឃើញអ្នកនយោបាយខ្ញុំមិនចង់ឃើញអ្នកនយោបាយដែលយើងហៅថាស្អីដើរធ្វើសកម្មភាពដោយរាល់ថ្ងៃហ្នឹងទេខ្ញុំអត់ចង់ឃើញខ្ញុំចង់ឃើញផែនការអនុវត្តនិងរៀបចំកម្លាំងឥឡូវនេះពីព្រោះកម្លាំងរាល់ថ្ងៃនេះបងប្អូនខ្លះថាយើងអស់កម្លាំងយើងបាត់កម្លាំងយើងមិនមានអ្នកចូលរួមមិនមែនទេមកពីពួកគេហ្នឹងគ្មានប័ណ្ណបញ្ជាគ្មានការរៀបចំគ្មានការចង្អុលបង្ហាញគ្មានការប្រមូលផ្ដុំនិយាយខ្លីទៅគឺមានអ្នកខ្លាំងតែ2 3នាក់ហ្នឹងឯងដែលធ្វើការដើម្បីរំដោះប្រទេសរាល់ថ្ងៃឃើញ2 3នាក់ហ្នឹងឯងរួចហើយយើង expect សង្ឃឹមថា2 3នាក់ហ្នឹងដែលដើរទៅតាមផ្លូវមួយដែលយើងអាចទៅរំដោះប្រទេសបានមិនប្រកបទេប៉ុន្តែបើធ្វើបានវាគឺជារឿងអច្ឆរិយៈប៉ុន្តែខ្ញុំសម្រាប់ខ្ញុំចំណាស់នេះហើយខ្ញុំមើលឃើញអំពីបទពិសោធន៍មិនអាចទេពីព្រោះទើសដៅនឹងរបៀបធ្វើនយោបាយរបស់អស់លោកស្រីដែលធ្វើរាល់ថ្ងៃនៅក្នុងលក្ខខណ្ឌនេះណាគឺជាការកំដរឆាកនឹងទិញពេលវេលាកុំបន្តបេសកកម្មរបៀបនេះតទៅទៀតយើងគួរតែប្រើប្រាស់ធនធានពីលើដល់ក្រោមពីក្រៅដល់ក្នុងជាប្រព័ន្ធបានអាចទៅរួចកុំមើលស្រាលស្ថានភាពកុំថាទៅរំដោះប្រទេសនេះងាយរបបផ្ដាច់ការដែលគេចាក់ស្រេះអំណាចដល់មូលដ្ឋាននៅក្នុងប្រទេសណាមិនមែនរឿងស្រួលទេក៏ប៉ុន្តែមិនហួសពីលទ្ធភាពដែលយើងធ្វើទេកុំភ្លេចថាប្រទេសណាដែលមានរបបផ្ដាច់ការគ្រប់គ្រងប្រទេសកាន់តែយូរឱកាសនៃការរើបំរាស់ក៏កាន់តែមានដែរប៉ុន្តែបើសិនជាយើងធ្វើនយោបាយរបៀបរាល់ថ្ងៃនេះដូចខ្ញុំនិយាយមិនអាចទេខ្ញុំនិយាយចឹងមិនអាចអានេះជាការសន្និដ្ឋានរបស់ខ្ញុំហ្នឹងបងប្អូនខ្លះរងចាំឡើងពុកអស់អ្នកខ្លះមិនពុកទេពុកស្មារតីបាត់ជំនឿហេតុអីបានបាត់ជំនឿពីព្រោះអ្វីដែលធ្វើនៅក្នុងកម្រិតអន្តរជាតិក៏ដោយកម្រិតភូមិគេហៅថាតំបន់ក៏ដោយដែលអ្នកនយោបាយធ្វើរាល់ថ្ងៃបងប្អូនដឹងទេធ្វើរហូតដល់ក្មេងៗមើលឃើញថាអត់បានការអីទេក្មេងៗខ្ញុំមិននិយាយអំពីអិសរាជជននយោបាយទេក្មេងៗនេះខ្ញុំចង់និយាយបងប្អូនដែលជាសកម្មជននយោបាយនៅក្នុងស្រុកគាត់ឆាតមកលេងខ្ញុំគ្រាន់តែឃើញព្រឹត្តិការណ៍ភ្លាមគាត់ឆាតមកថាទីរ៉ាគ្មានបានស្អីទេចាំមើលបងឯងចាំមើលទៅក្មេងៗមើលឃើញរបៀបហ្នឹងមានន័យថាម៉េចយុទ្ធសាស្ត្ររបស់យើងឬក៏វិធីរបស់យើងហ្នឹងណាវាមិនស៊ីជម្រៅគ្រប់គ្រាន់ទេវាអត់ខ្លាំងទេខ្ញុំនិយាយចង់និយាយឡើងវាចូលតែលក្ខណៈមិនទោសប៉ុន្តែខ្ញុំមិនសរសើរទេនៅពេលដែលខ្ញុំឃើញថាវាមិនមែនរឿងដែលត្រូវសរសើរខ្ញុំអត់បញ្ចោខ្ញុំអត់ចេះបញ្ចោគឺខ្ញុំនិយាយអំពីបច្ចេកទេសប៉ុន្តែសួរខ្ញុំវិញថាធ្វើរបៀបណាអាហ្នឹងដែលខ្ញុំត្រូវនិយាយគ្នាហើយយើងចង់និយាយគ្នាមិនមែនខ្ញុំទេមនុស្សច្រើនណាស់ដែលត្រូវនិយាយគ្នាតាមពិតវេទិកាច្រើនណាស់ដែលចង់យកទៅជ័យគ្នាក៏ប៉ុន្តែការងារខ្លះយើងជជែកគ្នានៅលើបណ្ដាញសង្គមអត់បានវាត្រូវមានវេទិកាសម្ងាត់ប៉ុន្តែសួរថាមានលទ្ធភាពធ្វើបានទេមានអញ្ចឹងបងប្អូនគ្រាន់តែចាំតែប៉ុណ្្នឹងថាយើងមានណានេះគឺជាឱកាសល្អសម្រាប់ប្រជាជនខ្មែរដែលត្រូវប្រយុទ្ធត្រូវហើយបានហើយនៅទីនេះណានៅពេលដែលបើសិនជាអ្វីដែលខ្ញុំគិតអ្វីដែលខ្ញុំបានជជែកគ្នាជាមួយនឹងអ្នកនយោបាយមួយចំនួនហើយនឹងបងប្អូននៅក្នុងបណ្ដាញនានាហ្នឹងធ្វើតែបានណារបបហ៊ុនសែនខ្ញុំថាខ្ញុំមិនចង់ឃើញលក្ខខណ្ឌអន្តរជាតិទេក៏ប៉ុន្តែបើសិនជាដើរអត់ត្រូវណាខ្ញុំអត់ចង់ឃើញចាំ2027 28ទេខ្ញុំចង់ឃើញយូរបំផុតចុងឆ្នាំ2026នេះគឺត្រូវតែមានបរិយាកាសណាមួយក៏ប៉ុន្តែវាអាស្រ័យទៅលើឆន្ទៈរបស់យើងទាំងអស់គ្នាដែលខ្ញុំចង់ឲ្យកម្លាំងរួមរបស់យើងដែលខ្ញុំមិននិយាយអ្នកនយោបាយទេដែលនៅទីនេះកម្លាំងរួមគឺទាំងអ្នកនយោបាយហ្នឹងកុំឲ្យដេកចាំតទៅទៀតយើងកុំសង្ឃឹមរឿងដេកចាំនឹងរកឱកាសណាល្អជាងនេះមិនបាច់រងចាំ